ប្តីពុនទីមួយគឺត្រូវស្មោះត្រង់មួយគ្នាសិនបងព្រោះគ្រួសារនីមួយបើសិនជាយើងខ្វះភាពស្មោះត្រង់ហើយយើងអាចដឹកដៃគ្នាទៅមុខបានយូរវែងទេបងចាភាពស្មោះត្រង់គឺសំខាន់ជាងអ្វីៗទាំងអស់ព្រោះបានថាជីវិតគូគឺមនុស្សពីរនាក់ចាភាពដូចជាចង្កឹះអញ្ចឹងបងតើមកគូប្រវែងគ្នាបានយើងចាប់មហូបចាប់អីចាប់ជាប់តែបើមួយវែងមួយខ្លីយើងត្រូវសេរីចុះសេរីឡើងនាំមកត្រូវគ្នាចាប់គឺយើងខាត់ពេលវេលាយូរចាអញ្ចឹងហើយបើសិនជាយើងមានភាពស្មោះត្រង់មួយគ្នាតាំងពីដំបូងមកយើងដឹកនាំគ្រួសាររបស់យើងទៅមុខដូចជាមិនសូវមានបញ្ហាទេបងប្តីប្រពន្ធយើងបើសិនជាយើងអត់មានបញ្ហាយើងទុកចិត្តគ្នាហើយតាក់ទងជាមួយនឹងការងាររកស៊ីក៏ស្រួលទៅមុខដែរបងចឹងធ្វើអីក៏ដោយអត់អាចម្នាក់ឯងបានទេជីវិតគូតទៅ2នាក់ទី3ទៀតកូនយើងជាគំរូឲ្យកូនទៀតបើយើងខ្វះភាពស្មោះត្រង់កូនយើងអាចនឹងខ្វះភាពស្មោះត្រង់ដែរចំពោះពុកម្ដាយដែរចឹងហើយបើយើងជាពុកម្ដាយមានភាពស្មោះត្រង់កូនយើងក៏យកគំរូតាមយើងដែរបងអញ្ចឹងពុកម្ដាយល្អរុញច្រានឲ្យកូនយើងបានល្អទៅមុខដែរអញ្ចឹងការអប់រំកូនតាំងពីតូចមកយើងគិតថាពុតដែកតន់នៅក្តៅបដៅក្មេងតន់នៅតូចអញ្ចឹងបងចាដល់បន្ទោស្រុកថ្ងៃនេះកូនក៏គាត់ដឹងខុសដឹងត្រូវបានច្រើនដែរបងយើងគឺជាគូព្រេ